anh nhà bọn càiกรุ๊ปជំរាបសួរពុកម៉ែបងប្អូនទាំងអស់ជាទីគោរពនិងជាទីរាប់អានឥឡូវនេះមកទេសនាគឺទស្សនភាពរៀបចំរួចរាល់100%ហើយទាំងស្រុងតែម្ដងហើយស្រស់ស្អាតទេបងប្អូនយើងបាទគឺថាគ្រប់ទីតាំងនៅជុំវិញសាលាខេត្តបាត់ដំបងបាទតែមានការតុបតែងយ៉ាងស្រស់ស្អាតឥតខ្ចោះតែម្ដងហើយគឺថាព្រឹត្តិការណ៍នេះមិនងាយនឹងមានទេបងប្អូនយើងបាទកុំភ្លេចត្រៀមsmartphone បាទទូរស័ព្ទទំនើបដើម្បីផ្ដិតយករូបភាពកម្រងរូបភាពផ្សេងទុកជាអនុស្សាវរីយ៍ផងគឺថាមិនងាយនឹងមានទេការរៀបចំយ៉ាងស្រស់ស្អាតដូចនៅខេត្តបាត់ដំបងនេះហើយបងប្អូនយើងបានត្រៀមខ្លួនរួចរាល់ហើយដែរនៅទេបងប្អូនយើងបាទកុំភ្លេចណាគឺជួបគ្នានៅថ្ងៃចូលឆ្នាំក៏ដូចជាថ្ងៃសង្ក្រាន្តផងដែរហើយបងប្អូនគិតថាស្អាតទេបងប្អូនយើងបាទគឺថាមិនងាយមានទេណាការរៀបចំយកចិត្តទុកដាក់ពីរដ្ឋបាលខេត្តបាត់ដំបងនេះគឺថាចំណាយពេលអស់ជាច្រើនសប្តាហ៍កន្លងផុតទៅបាទគឺថារៀបចំយ៉ាងស្រស់ស្អាតហើយទស្សនភាពកន្លែងនេះគឺមុខសាលាខេត្តតែម្ដងហើយតាមបណ្ដោយផ្លូវនីមួយៗគឺថាមានតូបមានការតុបតែងលម្អភ្លើងបាទហើយក៏មានល្បែងជាព្រៃត្រៀមនឹងលេងកម្សាន្តបងប្អូនយើងបាទត្រៀមខ្លួនហើយទៅនៅបាទកុំភ្លេចជួបគ្នានៅបាត់ដំបងបាទមានបំណងមកលេងសូទៅគឺថាបាត់ដំបងឥឡូវទំនើបស្រស់ស្អាតមែនទែនហើយបាទហើយខ្ញុំមកគិតថាមិនចេះតែថាទេបងប្អូនយើងអាចមើលជាក់ស្ដែងក៏បានឬក៏មើលតាមរយៈវីដេអូខ្ញុំបាទផុសជូនបងប្អូនបានទស្សនានេះក៏បានដែរបាទហើយក្រោយពីបានមើលហើយកុំភ្លេចចូលរួម Subscribe Channel YouTube ក៏ដូចជាធ្វើការ Share ផងសូមចិត្តសូមវីដេអូម្នាក់មួយបងប្អូនយើងបាទកុំភ្លេចជួបគ្នានៅបាត់ដំបងគេថាសល់ពេលមិនយូរទៀតទេបាទគឺបានធ្វើពិធីសង្ក្រាន្តសប្បាយផ្សេងជាមួយនឹងបងប្អូនយើងទាំងអស់គ្នាហើយគឺត្រៀមចាំថតផងដែរដើម្បីចេញជាវីដេអូជូនបងប្អូនបានទស្សនាបន្តទៀតអរគុណ